វីដេអូនេះខ្ញុំនឹងមកស្រាវជ្រាវចម្ងល់អ្វីដែលពុកម៉ែបងប្អូនទាំងអស់គ្នាធ្លាប់សួរកន្លងមកអំពីការបំពាក់ដៃចង្កូតជាមួយនឹង tractor ប្រភេទផ្សេងៗគ្នាតើអាចបំពាក់បានដែរឬទេគ្រប់ brand tractor ទាំងអស់សុទ្ធតែអាចបំពាក់បានជាមួយនឹងដៃចង្កូតបើកបរដោយស្វ័យប្រវត្តិ CEC នេះប៉ុន្តែដំណាក់កាលដំឡើងជាមួយនឹង tractor ចាំបាច់ប្រើប្រាស់ឧបករណ៍មួយយ៉ាងដែលហៅថា slow ហើយបងប្អូនអាចហៅវាឲ្យស្រួលចំណាំបានថាបណ្ដូលព្រោះអីរាល់ពេលដែលដំឡើងដៃចង្កូតគឺចាំបាច់ត្រូវតែមាន slow ដើម្បីតភ្ជាប់រវាងដៃចង្កូតស្វ័យប្រវត្តិទៅកាន់ snow កណ្ដាលនៃ tractor ទើបយើងអាចគ្រប់គ្រងការបញ្ជាបានគ្រប់ប្រភេទ tractor ទាំងអស់គឺមានការបំពាក់ slow ខុសៗគ្នាព្រោះតែគេធ្វើ slow នេះដើម្បីតម្រូវទៅតាមប្រភេទងាំនៃដៃចង្កូត tractor ព្រោះការ design ពីវិស្វកម្មនៃ mechanic របស់ក្រុមហ៊ុន tractor ដូចជា John Deere, Kubota និង New Holland ឬក៏ Massey Ferguson អាចនិយាយបានថាទំហំចង្កូតក៏ខុសគ្នាឬក៏ខុសប្រព័ន្ធ hydraulic ផ្សេងៗគ្នាហើយនេះទើប slow ដើរតួនាទីនៅកណ្ដាលរវាងការបំពាក់ដៃចង្កូតបើកបរនិង tractor ដូច្នេះនៅក្នុងក្រុមហ៊ុន Harvest Center Cambodia មាន slow គ្រប់ទំហំដែលអាចបំពាក់តាមតម្រូវទំហំរបស់ tractor ដែលពុកម៉ែបងប្អូនកំពុងតែប្រើប្រាស់ហើយនៅពេលដែលបំពាក់រួចរាល់អាចសម្រួលកិច្ចការងារកសិកម្មឲ្យកាន់តែងាយស្រួលនិងស្វ័យប្រវត្តិបងប្អូនកុំបារម្ភនៅពេលដែលទិញប្រើប្រាស់ដៃចង្កូតបើកបរដោយស្វ័យប្រវត្តិ CEC នេះមិនចេះប្រើគឺក្រុមហ៊ុនមានជាងបច្ចេកទេសដែលសុទ្ធសឹងតែត្រូវបានបណ្ដុះបណ្ដាលពីគ្រូជនជាតិដើមដោយផ្ទាល់ពីក្រុមហ៊ុន CEC Navigation ហើយសម្រាប់បងប្អូនដែលជាងទៅគឺទទួលបានការដំឡើងបង្រៀនជូនទាល់តែចេះទើបជាងបច្ចេកទេសត្រឡប់ផ្ទះវិញហើយបងប្អូនអាចទំនាក់ទំនងទៅកាន់ក្រុមការងារផ្នែកលក់តាមរយៈប្រអប់ផ្សាឬក៏លេខទូរស័ព្ទក្នុង page បើមានចង្អល់អាចសួរខ្ញុំបន្ថែមទៀតបានអរគុណពីខ្ញុំបាទ Rawut ពីក្រុមការងារដៃចង្កូតបើកបរដែលស្វ័យប្រវត្តិ